ចាស់ជាសួរខ្ញុំឈ្មោះច្រងយ៉ែរស់នៅភូមិក្មេងឃុំពស្រុកអជុំខេត្តរតនគិរីសប្តាហ៍ថ្ងៃជាគ្រូសិក្សាសហគមន៍ក្នុងភូមិក្មេងចាខ្ញុំបរៀនបាន3ឆ្នាំ11នាក់នេះគ្រូចាប់ពីអាយុ3ឆ្នាំរហូតដល់5ឆ្នាំចាខ្ញុំប្រើទាំងពីរភាសាគ្រូភាសាខ្មែរនិងភាសាជនជាតិដើមខ្ញុំផ្ទាល់2នេះគ្រូ2ចាបើខ្ញុំនិយាយខ្មែរគាត់និយាយខ្មែរដែរបើខ្ញុំនិយាយជាភាសាជនជាតិគាត់និយាយភាសាជនជាតិដែរនិយាយទៅបើគាត់ល្ពើពេកយើងណែនាំឲ្យគាត់និយាយទៅកុំអោយលេងច្រើនលេងរបស់អីដែលមានគ្រោះថ្នាក់អីច្រើននេះគ្រូហើយបើគាត់ឆ្លោះគ្នាយើងបញ្យល់ណែនាំឲ្យគាត់ដើរមួយគ្នាលេងមួយគ្នាឲ្យបានគ្រប់គ្នានេះគ្រូនិយាយទៅស្ម័គ្រចិត្តនេះគ្រូស្ម័គ្រចិត្តពួកអនុភូមិគាត់រើសដល់ពេលហ្នឹងទៅខ្ញុំក៏ចាប់អារម្មណ៍សប្បាយចិត្តពេលគាត់មករៀនច្រើនយើងសប្បាយចិត្តដល់ពេលគាត់មករៀនរៀងតិចទៅយើងអត់សូវសប្បាយចិត្តទេព្រោះយើងធ្វើសកម្មភាពវាអត់សូវស្រស់គ្នាទេចាវាអត់សូវសប្បាយបើគាត់មករៀនច្រើនយើងមានគ្នាច្រើនយើងធ្វើសកម្មភាពដូចជាច្រៀងរាំដូចជាផាត់ពណ៌ផាត់អីទៅវារៀងទៅវាសប្បាយព្រោះមានគ្នាច្រើននៅពេលអនាគតរបស់ពួកគាត់ចង់ឃើញពួកគាត់មានការងារធ្វើល្អដូចជាជួយការងារក្នុងសង្គមក្នុងភូមិដូចជាបច្ចុប្បន្ននឹងអញ្ចឹងលោកគ្រូដូចពូនភូមិដូចអមភូមិ